ដើមមើលក្បាលវីដេអូដំបូងយើងមើលតារសជាតិនិងម្ហូបគឺគេហៅថាស្ងោរជក់ត្រីក្រហមមើលទឹកវាឡើងខ្លាញ់ដោយសារវាចេញមកពីជាតិទឹកត្រីរបស់វាណាជាដំបូងយើងចាប់ផ្ដើមលីងគល់ស្លឹកគ្រៃជាមួយម្ដេងខ្ទឹមសស្លឹកក្រូចសើចម្ទេសដើម្បីលីងវាចូលគ្នាឲ្យមានក្លិនឆាបឆេះឈួលពេញអរ៉ាក្នុងផ្ទះរបស់យើងហើយយើងលីងវារហូតបាន 3-4 នាទីមកបានហើយបងប្អូនហើយវាយើងអាចកាត់ត្រីកង់នេះត្រីដែលយើងទៅតែសម្អាតជាមួយទឹកអំបិលហើយយើងកាត់កង់យកមកដាក់អញ្ចឹងបែបហ្នឹងយើងលីងវាប្រហែលជា 3-4 នាទីមកបងប្អូនដើម្បីឲ្យវាចូលគ្រឿងនៅក្នុងហ្នឹងកាត់ភាពឆ្អាបហើយយើងចាក់ទឹកចូលទឹកនេះយើងអាចចាក់1ចាន2ចានទៅតាមលទ្ធភាពនិងសមាជិករបស់ក្រុមគ្រួសាររបស់យើងតែម្ដងបងប្អូនហើយទុកឲ្យវាពុះហើយយើងចាប់ផ្ដើមថែមគ្រឿងក្រៅរឹតឌីម្សៅស៊ុបស្ករប៊ីចេងអីអ្វីដែលយើងចូលចិត្តរសជាតិបែបណាយើងថែមទៅតាមរសជាតិបែបហ្នឹងបងប្អូនអញ្ចឹងហើយយើងទុកវាបន្តិចឲ្យវាពុះទាំងមកហើយចាប់ផ្ដើមចាក់ខ្ទឹមបារាំងចូលខ្ទឹមបារាំងនេះក៏វាអាចកាត់បន្ថយភាពឆ្អាបនៅក្នុងការស្ងោរត្រីដែរអញ្ចឹងយើងដាក់វាល្មមតិចតួចទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទៅបងប្អូនអញ្ចឹងដាក់ឲ្យវាបាន 2-3 នាទីទៅហើយឲ្យវាទន់បន្តិចខ្ទឹមបារាំងនេះបន្តមកទៀតយើងត្រូវចាក់ថែមដូចជាជីស្ងោរជ្រក់ជីអីហ្នឹងជីអ្វីដែលយើងអាចចូលចិត្តយើងថែមខ្លួនឯងទៅតាមចំណង់ចំណូលចិត្តហើយយើងថែមខ្ទឹមលីងទៀតមកដើម្បីឲ្យឈ្ងុយឆាបឈួលពេញអរ៉ាក្នុងផ្ទះរបស់យើងនិងអ្នកជិតខាងអញ្ចឹងវាដាក់បែបនេះគឺឆ្ងាញ់មែនតើរសជាតិឈ្ងុយមិនមានក្លិនឆ្អាបទេបងប្អូនអាចសាកល្បងធ្វើនៅផ្ទះបានទាំងរសជាតិគឺយើងឆ្ងាញ់តែម្ដងបាយបងប្អូន